ចាតាមពិតទៅមុនពេលចូលលក់គឺបងខ្លាចបំផុតកាមេរ៉ាខ្លាចកាមេរ៉ាចាត់ហ៊ានប្រឈមមុខទេតែអ្វីក៏ដោយបើសិនជាយើងតាំងចិត្តមានគោលដៅមាន plan ត្រឹមត្រូវពិសេសគឺយើងហ៊ានជំនះភាពភ័យខ្លាចរបស់យើងអាជីពជាអ្នកលក់ធម្មតាភ្ញៀវឆាតមកគឺអត់ដឹងអ្នកលក់រវល់ឬក៏អត់ទេសំខាន់ចាយើងអ្នកលក់ត្រូវតែឆ្លើយឲ្យទាន់ពេលភ្ញៀវដែលគាត់និយាយចូលបងឃើញថារវាងអ្នកលក់និងអ្នកលក់ការប្រណាំងប្រជែងគ្នាតើមានភាពយុត្តិធម៌ទេហើយផ្អែកទៅលើអ្វីដែរបងសូមគោរពជំរាបសួរទស្សនិកជនទាំងអស់គ្នាសូមស្វាគមន៍មកសាជាថ្មីមកកាន់កម្មវិធី Aligo Podcast ចាជួបជាមួយនឹងនាងខ្ញុំលីនីដែលជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីចាបងប្អូនទស្សនិកជនបងប្អូនប្រហែលជាបានដឹងហើយថា Aligo Podcast តែងតែស្វាត់ស្វែងគ្រប់អញ្ជើញវាគ្មិនកិត្តិយសដែលគាត់ជាបុគ្គលឆ្នើបុគ្គលដែលមានស្នាដៃនិងមានលទ្ធផលដើម្បីធ្វើការចែករំលែកទាក់ទងជាមួយនឹងបទពិសោធន៍ផ្សេងៗក៏ដូចជាចំណេះដឹងផ្សេងៗផងដែរចាដោយឡែកនៅក្នុងថ្ងៃនេះក៏មិនខុសពីសពមួយដងដែរវាគ្មិនកិត្តិយសរបស់យើងក៏ជាអ្នកលក់ឆ្នើមនៅក្នុងក្រុមហ៊ុន Aligo ដែលគាត់បានគោរពអញ្ជើញចូលរួមដើម្បីធ្វើការចែករំលែកទាក់ទងជាមួយនឹងបទពិសោធន៍ផ្នែកលក់ក៏ដូចជាបទពិសោធន៍ជីវិតរបស់គាត់ប្រចាំថ្ងៃផងដែរចាកុំឲ្យខាត់ពេលយូរយើងទៅជួបជាមួយនឹងគាត់ទាំងអស់គ្នាជំរាបសួរបងចាជំរាបសួរអូនសុខសប្បាយបងសុខសប្បាយអូនបាក់យូរសម្រាប់នៅតែក្មេងបងចាអរគុណអូនចាបងចាបងមុនឈានទៅដល់ការសំណេះសំណាលគ្នាពីខាងបងទៅក៏សូមឲ្យបងធ្វើការណែនាំខ្លួនទៅកាន់ទស្សនិកជនដើម្បីឲ្យគាត់បានស្គាល់បងកាន់តែច្បាស់ផងដែរចាបងអរគុណចាជំរាបសួរទស្សនិកជនទាំងអស់គ្នានាងខ្ញុំឈ្មោះប៉ាក់សុភាជាភ្នាក់ងារលក់ក្នុងក្រុមហ៊ុន Aligo ចាអរគុណច្រើនបងចាបងខ្លាចជាដៃគូភ្នាក់ងារលក់របស់ Aligo រយៈពេលប៉ុន្មានឆ្នាំហើយបងចាអូនបងចូលលក់ក្នុងក្រុមហ៊ុនរយៈពេល5ឆ្នាំហើយចាយូរដែរបង5ឆ្នាំមកហើយចាពីដើមឡើយបងស្គាល់ Aligo តាមរយៈអីដែរបងចាស្គាល់តាមរយៈមេធីមរបស់បងចាដែលគាត់ជាអ្នកលក់មុនបងចាហើយក៏ត្រូវជាប្អូនថ្លៃរបស់បងដែរចាបានន័យថាគាត់ចូលលក់មុនហើយគាត់ខ្លាយជាមេធីមចាមានអារម្មណ៍ថា Aligo ពិសេសខ្លាំងមែនតើព្រោះនៅពេលដែលមានបុគ្គលម្នាក់បានពាល់ជាមួយនឹង Aligo បានស្គាល់ជាមួយនឹង Aligo គាត់ចាប់ផ្ដើមមានចំណូលហើយគាត់ជួយបងប្អូនសាច់ញាតិរបស់គាត់បន្ថែមទៀតបងពិតជាពិសេសខ្លាំងមែនតើចាហ្នឹងហើយបងនៅពេលដែលបងចូលលក់ជាមួយនឹង Aligo ដំបូងឡើយបងធ្លាប់លក់អនឡាញពីមុនមកឯបងចាពីមុនមកមុននឹងបងចូលលក់ក្នុងក្រុមហ៊ុនគឺបងអត់ដែរលក់ទេចាបងគ្រាន់តែនៅផ្ទះមើលកូនធម្មតាចាសរុបមកជាស្ត្រីមេផ្ទះធម្មតាទេជាស្ត្រីមេផ្ទះប៉ុន្តែបច្ចុប្បន្នសម្រាប់គឺស្អាតខ្លាំងមែនតើបងមានភាពស្រស់ស្អាតហើយរកចំណូលបានបន្ថែមទៀតចាបងសប្តាហ៍ថ្ងៃរស់នៅភ្នំពេញណាបងចានៅភ្នំពេញអូនចាបងពីដើមឡើយនៅពេលដែលបងចូលលក់បងប្រកាសជាមានផលលំបាកតាក់ទងជាមួយនឹងផេកតាក់ទងជាមួយនឹងការឆ្លើយតបជាមួយនឹងភ្ញៀវតើបងវិធីសាស្ត្រម៉េចដើម្បីឲ្យការងារទាំងអស់ហ្នឹងប្រកបដោយរលូនបងហើយទទួលបានជោគជ័យមកដល់សប្តាហ៍ថ្ងៃនេះបងចាអូនបើនិយាយទៅដោយសារតែក្រុមហ៊ុនយើងមានក្រុមការងារចាអញ្ចឹងរាល់ចម្ងល់ឬក៏យើងអត់ចេះអ្វីមួយចាតាក់ទងជាមួយការលក់តាក់ទងជាមួយនឹងផេកគឺមានមេធីមចាំ support មានក្រុមការងារជួយគ្នាចាអញ្ចឹងមានន័យថានៅពេលដែលយើងចូលលក់ជាមួយនឹង Aligo យើងអត់មានភាពឯកាទេយើងមាន team មានមេ team មានមិត្តរួមក្រុមចាំជួយ support យើងមែនទេបងចាអូនចាបងលក់ជាមួយនឹង Aligo តាមប្រព័ន្ធអនឡាញរយៈពេល5ឆ្នាំហើយបងអាចប្រៀបធៀបបានទេថានៅពេលដែលបងលក់ពី5ឆ្នាំមុនមកដល់បច្ចុប្បន្ននេះមានភាពខុសគ្នាបែបណាដែរចំពោះការលក់បងចាអរគុណអូនបើនិយាយទៅពី5ឆ្នាំមុនហើយនៅឥឡូវគឺខុសគ្នាឆ្ងាយចាពីមុនការលក់គឺយើងលក់ទៅតាមអាចនិយាយបានថាតាមអារម្មណ៍ចាហើយនឹងទទួលបានការបដិបដាខ្លះប៉ុន្តែអត់ទាន់ច្បាស់100%ទេចាតែពេលដែលយើងចូលលក់បានរយៈពេលយូរទៅចាគឺយើងស្គាល់ច្បាស់ចាស្គាល់ពីភ្ញៀវចាហើយតាក់ទងជាមួយការលក់ក៏រីកចម្រើនច្រើនជាងមុនចាហើយបើតាក់ទងជាមួយនឹងបច្ចេកវិទ្យាចាតាក់ទងជាមួយបច្ចេកវិទ្យាកាលពី5ឆ្នាំមុនគឺយើងដូចថាចំពោះការប៊ូតគឺយើងចេះតែប៊ូតទៅចាអត់សូវមានបច្ចេកទេសអីខ្លាំងទេតែឥឡូវនេះគឺល្អខ្លាំងមែនតើចាបច្ចេកទេសក្នុងការប៊ូតចាយើងប៊ូតអាចច្រើនវីដេអូចាយើងអាច add ជាមួយរូបភាពអីបានច្រើនបើនិយាយទៅគឺចំណេញច្រើនចាមានអារម្មណ៍ថាពីមួយឆ្នាំទៅមួយឆ្នាំបច្ចេកវិទ្យាកាន់តែប្រែប្រួលក៏ប៉ុន្តែបងនៅតែទៅតាមការប្រែប្រួលរបស់បច្ចេកវិទ្យានៅតែតន់ចាពិសេសខ្លាំងបងត្រឹមតែជាស្ត្រីមេផ្ទះប៉ុន្តែនៅតែអាច
រត់តាន់តាមបច្ចេកវិទ្យាបានចាពិតជាគួរឲ្យសរសើរខ្លាំងមែនតើបង ចាបើនិយាយទៅចំណុចមួយហ្នឹងក៏អរគុណដល់ក្រុមហ៊ុនចាព្រោះក្រុមហ៊ុនតែងតែបង្រៀនចាបដិបដាលគ្រប់វគ្គតែម្ដងចាជាពិសេសបច្ចេកវិទ្យាបច្ចេកទេសថ្មីគឺក្រុមហ៊ុនផ្ដល់ជូនចាផ្ដល់ជូនបុគ្គលិកគ្រប់គ្នាអញ្ចឹងធ្វើឲ្យអ្នកលក់គ្រប់គ្នាហ្នឹងគឺមានភាពរីកចម្រើនដឹងច្រើនជាងមុនចាអាចតាមតាន់ចាមិនបាន 100% តែក៏បាន8 ទៅ 90% ដែរចា អរគុណខ្លាំងមែនតើបងនិយាយទៅជាតាមដែលអីដែលបងអូនស្ដាប់ណាវាជាចំណុចមួយដែលរំភើបចិត្តខ្លាំងព្រោះបងពិតជាបានពាល់ជាមួយនឹងអ្វីដែលខាងក្រុមហ៊ុនផ្ដល់ជូនខ្លាំងមែនតើបងចាទស្សនិកជនទាំងអស់គ្នាការរីកចម្រើនរបស់អ្នកគឺជាភាពជោគជ័យរបស់ Eligo ចាពីខាងបងអូនទៅក៏មិនទាន់អស់នៅសំណួរក្នុងការសម្ដែងសម្ដាលបងដែរខាងបងអូនក៏នៅមានជាច្រើនដែលចង់ដឹងពីបងព្រោះมันងាយមានទេដែល top គាត់បានមកអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសបងអញ្ចឹងអាចថាសម្ដែងសម្ដាលបងរៀងច្រើនតិចចាបើងាកទៅការលក់វិញអតិថិជនគាត់តែងតែសោយសាញជាមួយនឹងតម្លៃក្នុងនេះបងជាអ្នកលក់តើបងនឹងសម្រុះសម្រួលឬក៏ពន្យល់គាត់បែបណាដើម្បីឲ្យគាត់មានការសម្រេចចិត្តកម្មង់ផលិតផលរបស់យើងមានការសម្រេចចិត្តជាវផលិតផលរបស់យើងយកទៅប្រើប្រាស់បងចាអរគុណអូនបើនិយាយទៅជាធម្មតាគាត់អត់ទាន់ច្បាស់ពីផលិតផលមួយហ្នឹងគឺគាត់អាចនឹងមានការគិតបន្តិចចាហើយតាក់ទងជាមួយនឹងការគិតហ្នឹងគឺមាន2ចំណុចទី1ចាគាត់អត់ទាន់ច្បាស់ពីផលិតផលអត់ទាន់មានទំនុកចិត្តចាទី2តាក់ទងជាមួយនឹងចាស្ទើរថវិកាចាតាក់ទងជាមួយតម្លៃចាសម្រាប់បងជាអ្នកលក់គឺបងតែងតែទុកឱកាសចាផ្ដល់ជូននៅការប្រឹក្សាដល់ភ្ញៀវចាផ្ដល់ឱកាសឲ្យគាត់បានគិតពិចារណាចាពេលដែលគាត់ច្បាស់ពីផលិតផលយើងគឺនោះគាត់វិលត្រឡប់មកកំងវិញចាក្នុងចំណោម10នាក់យ៉ាងហោចណាស់ក៏8ទៅ9នាក់ដែរចាដែលគាត់វិលត្រឡប់មកកំងវិញណាចាបងនេះជាបទពិសោធន៍របស់បងប្រចាំថ្ងៃតែម្ដងចាពិតជាពិសេសខ្លាំងមែនតើបងព្រោះអតិថិជនសម័យនេះគាត់ប្រកែគាត់ទៅ research គាត់ទៅអីប៉ុន្តែនៅពេលដែលគាត់សួរបងអាចថា10នាក់រួចតែម្នាក់ទេគឺ8នាក់9នាក់បងបាន close តើតងជាមួយនឹងការលក់ជាមួយគាត់ដែរចាបងអាចចែកម្លែកថានៅពេលដែលបងនិយាយជាមួយភ្ញៀវបងការដែលប្រមូលអារម្មណ៍ផ្ដោតហ្នឹងបងផ្ដោតបែបណាទៅទទួលបានប្រសិទ្ធភាពបងបើតាមពិតទៅការផ្ដោតដូចជាមិនជាខ្លាំងអីទេអូនចាអាស្រ័យលើយើងយល់ពេលដែលលក់យូរទៅគឺយើងយល់ពីភ្ញៀវហ្នឹងឯងសំខាន់គឺយើងដឹងថាគាត់ត្រូវការអីចាពេលដែលគាត់មានបញ្ហាស្បែកមុខចាគាត់ចូលមកគឺគាត់ចង់បានស្បែកមុខស្អាតចាអញ្ចឹងតាក់ទងជាមួយនឹងផលិតផលយើងគឺគាត់ចាប់អារម្មណ៍ហើយទៅគាត់ឆាតចូលប៉ុន្តែក្នុងការសម្រេចចិត្តទិញចាសួរថាគាត់មានទំនុកចិត្តប៉ុណ្ណាពេលដែលគាត់មានទំនុកចិត្តគឺគាត់ចាប់ផ្ដើមកំងហើយគាត់អត់រីរែកទៀតទេចាសំខាន់គឺទំនុកចិត្តដែលយើងបានផ្ដល់ការប្រឹក្សាជូនគាត់ចាពិតជាពិសេសខ្លាំងមែនតើបងសម្រាប់ការចែករំលែកតាក់ទងជាមួយនឹងបទពិសោធន៍នៃការលក់ជាប្រចាំថ្ងៃបងចាទស្សនិកជនទាំងអស់គ្នាបើសិនជាទស្សនិកជនគិតថាវីដេអូមួយនេះមានអត្ថប្រយោជន៍ចំពោះអ្នកឬមនុស្សជុំវិញខ្លួនអាចធ្វើការចុច share ឬក៏ចែករំលែកម្នាក់មួយផងចាអរគុណច្រើនបងចាបងងាកមកកាន់ការលក់ធម្មតាជីវិតអ្នកលក់ក្នុងមួយថ្ងៃតែងតែមានការបដិសេធពីភ្ញៀវជាច្រើនដងបងមានតិចនិចអីដែលថានៅតែមានគោលចំហអត់បាក់ទឹកចិត្តហើយនៅតែលក់បានទៅមុខទៀតបងចាអរគុណអូនតាមពិតសំណួរនេះអាចនឹងពាក់ព័ន្ធជាមួយសំណួរមុនដែរចាជាធម្មតាបងនៅតែឆ្លើយដដែលថាយល់ពីភ្ញៀវចាពេលដែលយើងយល់ពីភ្ញៀវចានោះយើងផ្លូវចិត្តយើងហ្នឹងចាគឺអត់មានការធ្លាក់ចុះទេចាយើងប្រកាសជាមានកម្លាំងនិងធម៌ពលចាក្នុងការលក់ទោះជាគាត់អត់តាន់កំងទិញពេលនេះប៉ុន្តែពេលក្រោយគាត់នឹងបកមកកំងទិញចាដោយសារទី1គឺអ្វីដែលគាត់ត្រូវការគឺយើងបានផ្ដល់អស់ហើយនៅតែម្យ៉ាងគឺការសម្រេចចិត្តរបស់គាត់ចាក្នុងមួយថ្ងៃបងចេញជើងដឹកប្រហែលជាប៉ុន្មានជើងដែរបងក្នុងមួយថ្ងៃជាធម្មតាទូទៅអាចនឹងគិតថាចន្លោះ5ជើងឡើងចាបងចន្លោះ5ជើងឡើងពិតជាពិសេសបងព្រោះជាធម្មតាយើង close ភ្ញៀវដែរតាមប្រព័ន្ធអនឡាញយើង close ភ្ញៀវដែរយើងអត់បានជួបមុខគ្នាយើងអត់បានឃើញមុខគ្នាប៉ុន្តែនៅតែមានការសម្រេចចិត្តទិញដល់មួយថ្ងៃដល់ទៅ5នាក់អីអញ្ចឹងណាបងកន្លែងនោះពិតជាពិសេសខ្លាំងមែនហើយកោតសរសើរបងដែរបងធ្វើបានចាពីខាងបងអូនទៅក៏ចង់ដឹងបន្ថែមព្រោះតន័យការលក់របស់បងគឺអាចថាពីលោតគួរឲ្យកត់សម្គាល់ខ្លាំងបង
តើបងមានគោលដៅបែបណាដើម្បីកំណត់ខ្លួនឯងឲ្យក្លាយជាអ្នកលក់ដែរនៅក្នុងថប់កំពូលដែរបង ចាបើនិយាយរួមទៅចំពោះគោលដៅគឺយើងច្បាស់ជាមានចាសម្រាប់គោលដៅយើងកំណត់មើលទៅតាមសមត្ថភាពយើងអាចនឹងគិតថាមួយថ្ងៃយើងកំណត់អតិថិជនដែលយើងបិទការលក់ហ្នឹងបានប្រមាណអ្នកចាសម្រាប់បង5អ្នកឡើងចានេះជាគោលដៅរបស់បងហើយចាចំពោះការលក់មិនមែនថាយើងលក់ដាច់រាល់ថ្ងៃទេចាមានថ្ងៃខ្លះក៏ឡើងជាងហ្នឹងថ្ងៃខ្លះក៏តិចតួចទៅតាមហ្នឹងចាគ្រាន់តែថាបើសិនជាយើងយល់ច្បាស់ពីការលក់ហ្នឹងចាគឺយើងបិទភ្ញៀវដោយមានកម្លាំងគេហៅថា full ចាអត់មានបាក់ទឹកចិត្តតាណាទេចាបើសិនជាពេលនេះទស្សនិកជនឬក៏មិត្តរួមក្រុមរបស់បងគាត់កំពុងតែមានបញ្ហាបាក់ទឹកចិត្តក្នុងការលក់មិនដាច់មិនថាលក់ជាមួយនឹងក្រុមហ៊ុន Eligo ឬក៏កន្លែងផ្សេងនេះតើបងមានពាក្យពេចន៍អីដើម្បីលើកទឹកចិត្តគាត់ឲ្យមានកម្លាំងបន្តទៅមុខហើយមានភាពជោគជ័យដូចបងដែរចាតាមពិតទៅសម្រាប់ការលក់ជាមួយ Eligo របស់យើងគឺមានធីមការងារចាំជួយ support ជានិច្ចចាសម្រាប់បើសិនជាគាត់លក់អត់ដាច់ចាគាត់អាចនឹងសួរក្រុមលក់របស់គាត់ចាសួរអ្នកលក់ឆ្នើមផ្សេងអាចប្រឹក្សាយោបល់ចាហើយអាចកលេចមើលទៅកាន់ការលក់របស់គាត់វិញចាការលក់គឺជារឿងសំខាន់ទី2គឺផេកការប៊ូតរបស់គាត់ចាមានតែ2ចំណុចហ្នឹងទេចាសម្រាប់ពីបងទៅចាបើសិនជាអ្នកដែលគាត់ស្ទាក់ស្ទើររឿងផេកគាត់មិនសូវជាចេះផេកអីបងគួរលើកទឹកចិត្តឲ្យគាត់រត់ទៅរកជំនួយពីខាងណាដែរបងក្នុងធីមរបស់យើងចាក្នុងធីមរបស់យើងជាធម្មតាមេធីមយើងគឺពូកែស្រាប់ហើយចាគឺគាត់ច្បាស់ព្រោះគាត់ចូលលក់មុនយើងចាគាត់មានបទពិសោធន៍ច្រើនអញ្ចឹងយើងអាចតាក់ទងទៅកាន់មេធីមរបស់យើងចាគឺគាត់ផ្ដល់ឲ្យយើងមកគឺពេញចិត្តតែម្ដងចាដំណោះស្រាយគឺគ្រប់ពេលវេលាសម្រាប់បងផ្ទាល់ក៏ធ្លាប់មានបញ្ហាផេកដែរចាដូចជាផេក error ចាឡើងនិយាយទៅមានបញ្ហាណាមួយគឺយើងរត់ទៅរកមេធីមយើងនឹងឲ្យមុនគេចាអូខេអរគុណច្រើនបងសម្រាប់ការចែករំលែកចាបងពីបងអូនតើក៏ចង់ដឹងពីបងបន្ថែមទៀតដែរនៅព្រោះថាឥឡូវនេះឃើញបងចេញវីដេអូចេញអីថតវីដេអូប្រម៉ូទផលិតផលអីចឹងទៅមើលឃើញថាមានអារម្មណ៍ថាបងមានភាពជឿជាក់អីចឹងទៅពីដើមឡើយបងធ្លាប់ចូលចិត្តការថតវីដេអូបែបនេះទេបងមុនពេលដែលបងចូលលក់ជាមួយនឹង Eligo បងចាតាមពិតទៅមុនពេលចូលលក់គឺបងខ្លាចបំផុតកាមេរ៉ាចាខ្លាចកាមេរ៉ាចាអត់ហ៊ានប្រឈមមុខទេតែអ្វីក៏ដោយបើសិនជាយើងតាំងចិត្តមានគោលដៅមាន plan ត្រឹមត្រូវចាពិសេសគឺយើងហ៊ានជំនះភាពភ័យខ្លាចរបស់យើងបើនិយាយរួមជំនះភាពភ័យខ្លាចលើខ្លួនឯងនេះគឺសំខាន់បើសិនជាបងប្អូនយកឈ្នះបានចាបងប្អូនប្រកបកិច្ចការងារអ្វីក៏បានដែរចាពិតជាពិសេសខ្លាំងមែនតើបងសម្រាប់ការចែករំលែកនៅពេលដែលបងចាប់ផ្ដើមលក់តាំងពីដើមឡើយមកដល់បច្ចុប្បន្ននេះបងធ្លាប់មានថ្ងៃណាមួយឬក៏ពេលវេលាណាមួយដែលបងមានអារម្មណ៍ថាបាក់ទឹកចិត្តចំពោះអាជីពជាអ្នកលក់មួយនេះដែរបងចាក្នុងនាមជាអ្នកលក់ប្រកាសជាមានចាទាំងបងប្អូនយើងផ្សេងទៀតចាប្រកាសជាមានប៉ុន្តែពេលដែលបាក់ទឹកចិត្តគឺយើងត្រូវរត់ទៅរកជំនួយយើងគិតថាអ្នកណាអាចជួយយើងបានចាយើងរត់ទៅរកអ្នកហ្នឹងចាធីមការងារចាមេធីមប្រឹក្សាជាមួយអ្នកលក់ដូចគ្នាចានោះយើងនឹងបានចម្លើយមកហើយពិសេសខ្លាំងបងព្រោះដោយសារតាបងនៅពេលដែលបងបាក់ទឹកចិត្តបងដឹងថាយើងត្រូវទៅរកជំនួយយើងអត់សង្ងំទេចាកន្លែងហ្នឹងមួយក៏ជាកន្លែងដែលទស្សនិកជនក៏អាចរៀនសូត្រពីបងសុភេដែលគាត់ក៏ធ្លាប់មានបញ្ហាបាក់ទឹកចិត្តម្ដងម្កាលដែរក៏ប៉ុន្តែគាត់អត់សង្ងំស្ងៀមក៏រត់ទៅរកជំនួយអ្នកដែលជួយនោះទៀតសោតគឺអ្នកដែលសិក្សាតែអ្នកដែលគាត់មានបទពិសោធន៍ចាក៏ដូចជាអ្នកដែលគាត់ពិតជាបានបោះដៃឲ្យយើងឡើងតោងដែរយើងមិនយើងអត់បានទៅរកអ្នកដែលគាត់យល់ចិត្តបែបថាលក់អត់ដាច់ខ្ញុំក៏លក់អត់ដាច់ដែរមកពីឥឡូវសេដ្ឋកិច្ចធ្លាក់ឬក៏មកពីឥឡូវផេកពីច្រើនតកោអីចឹងទេចាប៉ុន្តែបងខុសគេគឺបងរត់ទៅរកជំនួយអ្នកដែលគាត់ជួយបងបានអ្នកដែលអាចដោះស្រាយបញ្ហាបងបានចាកន្លែងហ្នឹងពិតជាពិសេសខ្លាំងមែនតើបងពីខាងបងទៅក៏រៀនសូត្រពីបងបានបន្ថែមទៀតដែរចាអរគុណបងចាបងអាជីពជាអ្នកលក់ជារឿយៗតែងតែតបឆាតជាពិសេសអ្នកលក់ដែលលក់តាមប្រព័ន្ធអនឡាញទៅណាទៅណីក៏តបឆាតដែរត្រូវអត់ចាតើបងបែងចែកពេលវេលាបែបណាដើម្បីឲ្យមានសក្តានុពលទាំងការងារនៅក្នុងផ្ទះបងការថែរក្សាគ្រួសារក៏ដូចជាការលក់ទៅរលូនទាំងព្រមបងចាអូនអាជីពជាអ្នកលក់ធម្មតាភ្ញៀវឆាតមកគឺអត់ដឹងថាអ្នកលក់រវល់ឬក៏អត់ទេសំខាន់ចាយើងអ្នកលក់ត្រូវតែឆ្លើយឲ្យតាន់ចាពេលភ្ញៀវដែលគាត់មីសេចចូលមកភេកយើងចា
សម្រាប់បងគឺបងមាន schedule ចាចំពោះការកំណត់ក្នុងការងារផ្ទះតែពេលដែលបងបំពេញការងារទៅក្រៅមានការរវល់អីទៅខាងក្រៅក៏តាមជាក់ស្ដែងប៉ុន្តែតាក់ទងជាមួយនឹងការឆ្លើយភេកគឺនៅតែឆ្លើយចាក៏នៅតែលក់បាននិយាយទៅមានតែទូរស័ព្ទដៃមួយគ្រឿងចាទៅដល់ទីណាក៏អាចលក់បានដែរឲ្យតែមានសេវាអ៊ីនធឺណិតចា ចាំបងខណៈពេលនេះបើសិនជាមានទស្សនិកជនគាត់កំពុងតែតាមដានកម្មវិធី podcast មួយនេះហើយគាត់មានភាពស្ទាក់ស្ទើរក្នុងការចូលរួមជាមួយនឹង Eligo អាចលក្ខណៈថាគាត់នៅគិតច្រើនណាតើបងមានអីជំរុញការលើកទឹកចិត្តគាត់ព្រោះគាត់ខ្លាចចូលមកគាត់អត់ទទួលបានជោគជ័យគាត់ចូលមកគាត់បរាជ័យហ៎បង ចាតាមពិតកុំខ្លាចក្នុងការបរាជ័យចាយើងត្រូវតែហ៊ានជាពិសេសបើសិនជាបងប្អូនចូលលក់ក្នុង Eligo គឺល្អខ្លាំងមែនតើដោយសារតែបងប្អូនអត់ចេះក៏មានការបង្រៀនបងប្អូនចាឆ្លងកាត់វគ្គមូលដ្ឋានគ្រឹះចាឆ្លងកាត់ការបង្រៀនការបង្វឹកពីមេធីមចាគឺច្រើនអញ្ចឹងបងប្អូនអត់ភ័យអត់បារម្ភខ្លាចលោកបងប្អូនចូលឲ្យលក់មិនបានទេចាពិសេសគឺយើងអត់ពិបាកកាត់ស្តុកអីវ៉ាន់អីទេចាអញ្ចឹងគឺយើងអត់ចំណាយអីទាំងអស់បើសិនជាបងប្អូនអត់ចង់ធ្វើការបូតចាបងប្អូនគ្រាន់តែប្រើសមត្ថភាពខ្លួនឯងដែលមានហ្នឹងចាមួយថ្ងៃផុសរូបតែ2ទៅ3ដងចាក៏ជាចំណូលរបស់បងប្អូនដែរ ចាពិសេសខ្លាំងមែនទែនទស្សនិកជនដោយបងសោភាគឺគាត់ជាគំរូជាក់ស្ដែងតែម្ដងគឺគាត់លក់ជាមួយនឹងក្រុមហ៊ុនគឺពិតជាទទួលបានជោគជ័យហើយគាត់ជាស្ត្រីមេផ្ទះប៉ុន្តែគាត់បានចេះឆ្លតតងជាមួយនឹងបច្ចេកទេសចាបងពីបងក៏ចង់ដឹងថាបច្ចុប្បន្ននេះបងការប៊ូកខ្លួនឯងឬក៏មានការជ្រោមជ្រែងពី team ឬក៏ក្រុមហ៊ុនដែរបង តាមពិតការប៊ូបើសិនជាយើងច្បាស់លាស់ខ្លួនឯងយើងអាចប៊ូខ្លួនឯងបានតែបើយើងចង់ឲ្យកាន់តែច្បាស់ជាងនឹងទៀតឲ្យក្រុមហ៊ុនប៊ូឲ្យបានដោយសារចាក្រុមហ៊ុនមានអ្នកប៊ូផេកចានិយាយទៅមានមកចប់គឺយើងចាំតែស្រួលចាំតែលក់ចាំតែឆ្លើយផេកតែម្ដង ចាបងអរគុណច្រើនបងចាបងមើលឃើញថាបងបានបន្តដំណើរជាមួយនឹង Eligo រយៈពេល5ឆ្នាំមកហើយតាំងពីចំណុចចាប់ផ្ដើមមកដល់បច្ចុប្បន្ននេះបងមើលឃើញថារវាងអ្នកលក់និងអ្នកលក់ការប្រណាំងប្រជែងគ្នាតើមានភាពយុត្តិធម៌ដែរទេហើយផ្អែកទៅលើអ្វីដែរបង ចាអូនសម្រាប់ការប្រណាំងប្រជែងរវាងអ្នកលក់និងអ្នកលក់គឺយុត្តិធម៌បំផុតចាព្រោះដោយសារក្រុមហ៊ុនមានតម្លៃស្តង់ដារផលិតផលចាអញ្ចឹងរាល់ការកម្មង់ផលិតផលគឺចេញពីក្រុមហ៊ុនផ្ទាល់តែម្ដងចាអញ្ចឹងបានជាបងជម្រាបជូនអូនថាវាយុត្តិធម៌ចាតម្លាភាព ចាបងពិតជាអរគុណសម្រាប់ការចែករំលែករបស់បងចាបងពីខាងបងក៏ចង់ដឹងដែរថាចំណុចណាមួយនៃក្រុមហ៊ុន Eligo ទៅចងចិត្តឲ្យបងបន្តដំណើររយៈពេល5ឆ្នាំមុននេះបង ចាអូនអរគុណសំណួរល្អពីបងទៅចាការឆ្លាញ់ Eligo ទី1ទៅលើផលិតផលហ្នឹងគឺបងផ្ដោតខ្លាំងមែនតើចាការចូលលក់ដបងហ្នឹងចាគឺដបងបងអត់ទាន់ហ៊ានលក់អីតែផ្អែកទៅលើផលិតផលមើលទៅផលិតផលស្តង់ដាររបស់អាមេរិកចានេះជាចំណុចចម្បងដែលបងចូលលក់ចាចំណុចទី2អត់ចំណាយដើមទុនកាត់ស្តុកចាប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនមានបើកឲ្យដៃគូផ្នែកលក់ទាំងអស់កាត់ស្តុកបានចាអញ្ចឹងសម្រាប់ភ្នាក់ងារលក់ទាំងអស់មានសិទ្ធិកាត់ស្តុកចាអាស្រ័យលើចិត្តចាបើចង់កាត់ស្តុកក៏បានអត់ក៏បានចាបើយើងអត់ចង់ចំណាយដើមទុនចាគឺយើងអត់ចាំបាច់កាត់ស្តុកអីវ៉ាន់ទេចា ពិសេសខ្លាំងហ្មង ពីខាងក្រុមហ៊ុនគឺមើលឃើញថាក្រុមហ៊ុនមានចក្ខុវិស័យច្បាស់លាស់តកតងជាមួយនឹងទី1ចំណេះដឹងទី2ក្តីស្រឡាញ់ទី3សុខភាពទី4គឺសុវត្ថិភាពហិរញ្ញវត្ថុចា៎កន្លែងហ្នឹងបងគិតថាបងពាល់ចំណុចមួយណាច្រើនជាងគេដែរបង បើនិយាយទៅសុវត្ថិភាពហិរញ្ញវត្ថុហ្នឹងចាវាចម្បងសម្រាប់មនុស្សយើងទូទៅចាតែសម្រាប់ការចូលក្នុង Eligo គឺទទួលបានទាំងអស់ចាមិនថាក្តីស្រឡាញ់ចំណេះដឹងចាសុខភាពសេរីភាពហិរញ្ញវត្ថុចាគឺមានទាំងអស់នៅក្នុងហ្នឹង ចា៎ ចា អរគុណច្រើនបងសម្រាប់ការចែករំលែកចាទស្សនិកជនទាំងអស់គ្នាការលូតលាស់របស់អ្នកគឺជាភាពជោគជ័យរបស់ Eligo ចាបងពីខាងបងតើក៏ចង់ស៊ីជម្រៅជាមួយបងបន្ថែមទៀតដែរបើសិននេះជាឧទាហរណ៍ណាបងបើសិនជាបងលក់មិនដាច់រយៈពេលយូរថ្ងៃជាប់គ្នាអ្វីដែលបងធ្វើមុនគេតើជាអ្វី ចាអូនក្នុងករណីបងលក់អត់ដាច់ចាដំបូងឡើយគឺបងងាកមកមើលខ្លួនឯងចាតើការលក់របស់បងហ្នឹងបែបម៉េចចាការបិទភ្ញៀវរបស់បងបែបម៉េចចាបងបិទជាមួយគាត់បែបម៉េចបងនិយាយបងផ្ដល់ឲ្យគាត់បែបម៉េចទី2តាក់ទងជាមួយនឹងផេកចាចំណុចទាំងពីរនេះហើយដែលបងផ្ដោតខ្លាំងចា ជាទូទៅ page បងតែងតែធ្វើវីដេអូផុសជាប្រចាំថ្ងៃហ៎បង ចាជាទូទៅធម្មតាបងភាគច្រើនបងផុសវីដេអូចារូប
ភាពគឺមួយទេចា៎ ការ design ការកាត់វីដេអូហ្នឹងគឺបងធ្វើខ្លួនឯងឬក៏យ៉ាងណា ចា៎ភាគច្រើនគឺក្រុមហ៊ុនជួយច្រើនចា៎ក្រុមហ៊ុនជួយច្រើន ចាបងឆ្លងកាត់ការលក់រយៈពេល5ឆ្នាំមុននេះគឺបងធ្លាប់បូខ្លួនឯងដែរទេបង ចា៎ធ្លាប់អូនពេលដែលបងចូលលក់ដំបូងហ្នឹងគឺបងបូតខ្លួនឯងចា៎បូតខ្លួនឯងតែក្រោយមកក៏ក្រុមហ៊ុនចាស់ជួយ ពិសេសខ្លាំងមែនតើព្រោះដោយសារតែបងប្រាប់ថាបងជាស្ត្រីមេផ្ទះទេប៉ុន្តែអាចបូ page បានចាពិសេសខ្លាំងបងព្រោះអ្នកខ្លះក៏គាត់អត់អាចធ្វើចំណុចមួយនឹងបានដែរបងប៉ុន្តែបងអាចធ្វើបានដោយ background របស់បងជាស្ត្រីមេផ្ទះចាបងអត់បានទៅរៀនចំណេះជំនាញទាំងអស់នឹងមកទេចាប៉ុន្តែនៅពេលដែលបានចូលជាមួយនឹង Eligo មានអារម្មណ៍ថាទទួលបានបទពិសោធន៍ថ្មីទទួលបានចំណេះដឹងថ្មីបងចាពិតជាអរគុណមែនតើសម្រាប់ការផ្ដល់នៅបទពិសោធន៍ចាបងជាចុងក្រោយខាងបងអូនក៏នៅសល់មួយសំណួរទៀតដែលចង់សំណេះសំណាលជាមួយបងសង្កេតឃើញថាភ្ញៀវនៅក្នុងសម័យនេះគាត់ពូកែគាត់ឆ្លាតណាស់បងអញ្ចឹងបងគិតថាតើអ្នកលក់គួរតែមានចំណុចមួយណាទៅអាចថែរក្សាភ្ញៀវបាននៅក្នុងបច្ចុប្បន្ននេះបង ចាអូនចំណុចពិសេសក្នុងការថែរក្សាភ្ញៀវសម្រាប់បងនិងអ្នកលក់ផ្សេងអត់ដឹងថាមានភាពខុសគ្នាបែបម៉េចតែបើសម្រាប់បងផ្ទាល់ចាគឺការផ្ដល់ទំនុកចិត្តផ្ដល់ការប្រឹក្សាជាពិសេសគឺទំនួលខុសត្រូវចាមាន3ចំណុចនេះអូន ចាពិសេសខ្លាំងបងអរគុណច្រើនចាំបងពីខាងបងអូនទៅក៏ដូចជាអស់នៅសំណួរក្នុងការសំណេះសំណាលបងដែរសង្ឃឹមថាយើងនឹងអាចជួបគ្នានៅ season 2 ឬក៏ឱកាសក្រោយទៀតចាបងប៉ុន្តែជាចុងក្រោយតើបងមានពាក្យពេចន៍អីចង់ផ្ដាប់ផ្ញើអរគុណទៅទស្សនិកជនឬក៏ជាអតិថិជនឬក៏បងដែលជាថ្នាក់ដឹកនាំក៏ដូចជាក្រុមហ៊ុនដែរទេបងចា ជាចុងក្រោយសូមអរគុណដល់អតិថិជនដែលបានគាំទ្រចាហើយក៏មានពាក្យពេចន៍ខ្លះសម្រាប់ស្ត្រីមេផ្ទះទាំងឡាយចាដែលគាត់ចង់រកប្រាក់ចំណូលចាដោយការមើលថែកូននៅផ្ទះធ្វើការងារផ្ទះក៏អាចរកប្រាក់ចំណូលបានអត់ចាំបាច់ចំណាយដើមទុនពិសេសចាបងប្អូនលក់ដោយទំនុកចិត្តចាព្រោះថាផលិតផលដែលផ្ដល់ឲ្យអតិថិជនហ្នឹងគឺល្អចាជាផលិតផលស្តង់ដារបងប្អូនអាចជ្រើសរើសក្រុមហ៊ុន Eligo បានចាអាចជ្រើសរើសខ្លាយជាដៃគូផ្នែកលក់ជាមួយក្រុមហ៊ុនបានហើយក៏សូមអរគុណដល់ Eligo ចាដែលតែងតែផ្ដល់ឱកាសសម្រាប់រូបនាងខ្ញុំចាឲ្យបានចូលលក់នៅក្នុងក្រុមហ៊ុនចាផ្ដល់ទាំងការបង្រៀនចាក៏ដូចជាពិសេសគឺរកចំណូលបាននឹងតែម្ដងចាអរគុណដល់មេធីមផងដែរចាលោកស្រីលក្ខសំភ័សចាដែលបានបណ្ដុះបណ្ដាលនាងខ្ញុំមកដល់ពេលនេះចាអរគុណច្រើនអរគុណបងសម្រាប់ការផ្ដល់នៅបទពិសោធន៍ល្អតាក់ទងជាមួយនឹងដំណើរនៃការលក់ដូរមកកាន់កម្មវិធីក៏ដូចជាទស្សនិកជនទាំងអស់គ្នាចាទស្សនិកជនទាំងអស់គ្នាមកដល់ទស្សនិកជនទាំងអស់គ្នាខណៈពេលនេះកម្មវិធី Eligo Podcast ក៏ឈានមកដល់ទីបញ្ចប់ផងដែរជាចុងក្រោយបើសិនជាទស្សនិកជនចង់ក្លាយជាដៃគូផ្នែកលក់ជាមួយនឹងក្រុមហ៊ុន Eligo ទស្សនិកជនអាចធ្វើការ contact មកកាន់ក្រុមហ៊ុនឥឡូវនេះក្រុមការងារនឹងរងចាំ reply chat ជូនបងប្អូន24ម៉ោងពេញតែម្ដងអរគុណច្រើនបងមុនឈានទៅដល់ទីបញ្ចប់នៃកម្មវិធីពីខាងកម្មវិធីក៏មានជាកាដូអនុស្សាវរីយ៍ដែលបកគលជូនបងទុកជាអនុស្សាវរីយ៍ហើយក្រុមការ sponsor របស់ Master Made បងចាអរគុណច្រើនដល់កម្មវិធីក៏ដូចជាក្រុមហ៊ុនផងដែរចាអរគុណច្រើនអូនអរគុណខណៈពេលនេះកម្មវិធី Eligo Podcast ក៏ឈានចូលមកដល់ទីបញ្ចប់ផងដែរក៏សូមថ្លែងអំណរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅកម្មវិធីមួយនេះតាំងពីដើមរហូតដល់ចប់ជាចុងក្រោយក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នារកទទួលទានមានបាននិងមានសុខសុវត្ថិភាពគ្រប់ពេលវេលាខណៈពេលនេះនាងខ្ញុំរួមទាំងបងប៉ាសុភាសូមអរគុណសូមជម្រាបលា Eligo, create your world.